នេះខ្ញុំនឹងនាំរឿងថ្មីមួយនិយាយអំពីរឿងខ្មោចក្រមុំរឿងនេះជារឿងបែបរឿងពីសម័យមុនណាហើយមានតាគាត់និយាយស្ដាប់រឿងហ្នឹងគឺកើតឡើងម្លងហើយជា30-40ឆ្នាំមុនដោយមាននារីម្នាក់ឈ្មោះ Thierry នាងអាយុ18ឆ្នាំហើយនាងបានឈឺស្លាប់ដោយជំងឺមិនអាចព្យាបាលបានហើយពិធីបុណ្យសពរបស់នារីក៏ធ្វើតាមប្រពៃណីខ្មែរអញ្ចឹងគឺបូជាសម័យមុនគេបូជាសពគឺបូជានៅតាមវាលតាមទូលអញ្ចឹងហើយគេធ្វើកន្លែងបូជាហ្នឹងគឺគេធ្វើដើមចេកចាប់ដើមចេកដោតជា4ជ្រុងមានអុសមានអីមានអុសសាំងមានកង់ឡាននឹងអីហ្នឹងហើយនឹងធ្យូងហ្នឹងគឺគេបូជាហើយមានភ្លុកបូជាហ្នឹង2នាក់ដល់ពេលគេបូជាបូអីហើយគេប្រមូលឆ្អឹងមូលអីហ្នឹងហើយអស់ក្រុមពូសាក៏គេមានគេដោតតុងហៅតុងព្រលឹងសម័យមុនឃើញបើតាន់សម័យនេះចំនួនមុនប្រហែលជាតាន់គឺគេយកតុងព្រលឹងទៅដោតនៅកន្លែងបូជាហ្នឹងហើយអាតុងព្រលឹងហ្នឹងគឺមានអ្នកចង់បានខ្មោចក្រមុំហ្នឹងយកមកប្រើកាតែហ្នឹងជារឿងមិនបើបងប្អូនកុំសូមកុំយកត្រាប់តាមអ្នកស្ដាប់គឺគេយកតុងព្រលឹងដើម្បីយកខ្មោចហ្នឹងមកប្រាប់តែពិធីយកតុងព្រលឹងគេមានគ្រូរបស់គេហើយឈ្មោះរ៉ាត់ហ្នឹងអាយុប្រហែលជា20ជាងនៅកំឡោះម្នាក់ហ្នឹងគឺចូលចិត្តបែបរឿងអូបអាមមន្តអាគមអញ្ចឹងហើយគាត់ក៏ស្គាល់គ្រូម្នាក់ឈ្មោះគូរីគាត់ប្រកែរឿងខាងមន្តអាគមអ៊ំអាមគាត់ប្រាប់ណែម្នាក់ដែលឈ្មោះរ៉ាត់ហ្នឹងថាឥឡូវបើឯងចង់បានខ្មោចក្រមុំហ្នឹងយកមកប្រាប់ខ្មោចក្រមុំហ្នឹងប្រាប់ហេតុការអីថាយើងមានរឿងមានរាវអីចឹងខ្មោចនឹងប្រាប់ថាកុំទៅតិចទៀតមានរឿងចេះមានរឿងចុះហើយគេអាចប្រាប់លៀបដើរទៅតាមផ្លូវចឹងអាចរើសបានលុយរើសបានមាសចឹងគេប្រាប់ខ្មោចក្រមុំហ្នឹងប្រាប់គឺក្បែរខ្លួនយើងរហូតហើយដល់ពេលគ្រូគាត់ប្រាប់ថាឥឡូវចាំ7ថ្ងៃខ្មោចក្រមុំហ្នឹងស្លាប់បាន7ថ្ងៃចាំឲ្យយកទុំមកចាំលោកគ្រូហ្នឹងបញ្ចុះឲ្យក្រាបខ្មោចហ្នឹងក្រាបព្រលឹងខ្មោចក្រមុំហ្នឹងឲ្យទៅបរោះឈ្មោះរ៉ាត់ហើយបរោះឈ្មោះរ៉ាត់ហើយលោកគ្រូក៏បញ្ជាក់ថាម៉ោងប្រហែលជា12យប់ម៉ោង12យប់ហ្នឹងគឺទៅយកតុងព្រលឹងដែលនៅកន្លែងគេបូជាហ្នឹងគឺមានតុងព្រលឹងមួយបកឲ្យវិចហើយលោកគ្រូប្រាប់ថាបើឃើញអីមួយកុំតក់ស្លុតកុំខ្លាចបើយើងខ្លាចយើងជ្រុះសក់ជ្រុះអីគេអាចស្លាប់អាហ្នឹងគឺដល់ពេលគ្រប់7ថ្ងៃបរិសុទ្ធរដ្ឋហ្នឹងក៏ចេញទៅកន្លែងបូជាសពហ្នឹងទទួលហ្នឹងគឺនៅវាលស្រែហើយដល់ឃើញតុងសមួយគេដោតនឹងស័យបោះល្វិចហើយរ៉ាត់ហ្នឹងក៏ទៅយកអាតុងព្រលឹងហ្នឹងពេលដើរចិត្តទៅដល់មើលពីចម្ងាយឃើញដូចមនុស្សចឹងដូចមនុស្សស្រីហ្នឹងពងទៅបក់ដៃហាវជួយហង
ឃើញផ្ទះខ្ញុំអត់ស្គាល់ណាស្គាល់ណីខ្មោចកំពុងតែសែកស៊ូហើយរ៉ាត់ហ្នឹងក៏តាំងចិត្តហើយគ្រូប្រាប់មកហើយថាកុំឲ្យខ្លាចហើយរ៉ាត់ហ្នឹងក៏ចិត្តដាច់ដែរជំនះខ្មោចសវេសវ៉ាលូកដៃមកច្បាច់កយបាច់អីដកទុងហ្នឹងរួចហើយមូហើយកាន់យកទៅឲ្យគ្រូឈ្មោះលោកគ្រូរីហ្នឹងលោកគ្រូរីហ្នឹងក៏យកទៅងាប់យកទៅបញ្ចុះឲ្យនៅជាមួយនឹងរ៉ាត់ហ្នឹងក៏បានខ្មោចក្រមុំហ្នឹងនៅជាមួយពេលដែលហូបបាយហូបអីចឹងគឺត្រូវមានសែនបាយមកកូនជួងហូបកូនជួងហ្នឹងដាក់ហូបបាយជាមួយខ្មោចវិញដូចយកខ្មោចក្រមុំហ្នឹងយកធ្វើជាប្រពន្ធចឹងហើយដល់ពេលចេញទៅណាទៅក្រៅម្ដងមកកាលចឹងចេញទៅចឹងខ្មោចនឹងប្រាប់ថាកុំទៅទិសខាងត្បូងណាប្រយ័ត្នមានរឿងមានរាវកើតឡើងចឹងខ្មោចហ្នឹងគឺសម្រាប់ចឹងដោយកូនក្រក់ដែរហ្នឹងខ្មោចក្រមុំ